យើងធ្វើម្ដងហ្នឹងគឺយើងអាចប្រើបានរហូតដល់3ឆ្នាំបាទឥឡូវឆ្នាំខ្ញុំនេះគឺចូលឆ្នាំទី3ហើយបាទជំរាបសួរបងប្អូនបាទខ្ញុំខានចេញវីដេអូច្រើនខានចេញវីដេអូយូរហើយដែលតាក់ទងទៅនឹងការផលិតជីហើយនឹងថ្នាំបាទទៅលើវិស័យកសិកម្មដោយសារតែរវល់ការងារពេកបាទចឹងអត់សូវបានចុះប្រឡូកនៅក្នុងការងារកសិកម្មទេហើយយ៉ាងទៀតជីថ្នាំខ្ញុំវាធ្វើច្រើនទៅវាប្រើអស់បាទអត់ទាន់អស់ចឹងទៅក៏នៅប្រើចាស់សិនអត់ទាន់ប្រើផលិតថ្មីអត់ទាន់ផលិតថ្មីបាទតែថ្ងៃនេះខ្ញុំមកចែករំលែកចំណេះដឹងមួយដែលតាក់ទងទៅនឹងការផលិតថ្នាំពុលធម្មជាតិថ្នាំខ្ញុំនេះងាយផលិតដែលខ្ញុំរករូបមន្តថ្មីឃើញគឺយើងធ្វើម្ដងហ្នឹងគឺយើងអាចប្រើបានរហូតដល់3ឆ្នាំបាទឥឡូវថ្នាំខ្ញុំនេះគឺចូលឆ្នាំទី3ហើយបាទជាទូទៅថ្នាំសាឡាត់យើងប្រើថ្នាំខ្លះបានតែ3ខែ6ខែឬក៏1ឆ្នាំឬក៏1ឆ្នាំកន្លះទេតែដោយសារថ្នាំខ្ញុំនេះខ្ញុំធ្វើទៅនេះវាប្រើចូលឆ្នាំទី3ហើយនេះបាទឆ្នាំទី3នេះវាលើសប្រហែលខែដែរបាទចាឥឡូវខ្ញុំនឹងមកចែករំលែកពីបទពិសោធន៍នៃការធ្វើវិញ្ញាធ្វើបាទហើយកាលនេះធ្វើលោកធ្វើធុងឡើងអានេះធុង500លីត្រខាងនេះមួយទៀត200លីត្រមួយទៀតបាទធ្វើ2ធុងដល់ឥឡូវនេះប្រើអស់បាទតែនៅតែមានប្រសិទ្ធភាពដដែលបាទអត់មានខ្សោយគុណភាពទេបាទអញ្ចឹងកុំឲ្យខាតពេកខ្ញុំនឹងរៀបរាប់ជូនថាតើការផលិតរបស់ខ្ញុំនឹងដំណើរការយ៉ាងដូចដាច់គឺងាយទេបងប្អូនបាទងាយទេអញ្ចឹងធុង500លីត្រនេះគឺយើងទ្រាប់បាតធុងមាន6មុខដែលត្រូវទ្រាប់បាតណាបាទទី1គឺយើងប្រើទឹកហ្នឹងគឺយើងប្រើចំណុះវា200លីត្របាទហើយទី2មេជីគឺមេជីអីក៏បានដែរគឺយើងប្រើ2លីត្រទៅ3លីត្រអត់បើកាលណាយើងប្រើមេជីច្រើនពេកគឺផលអាក្រក់មួយគឺវាលែងទៅជាថ្នាំបដិញសាឡាត់ហើយគឺវានឹងคล้ายទៅជាជីវិញបាទតែប្រសិនបើការផលិតរបស់យើងដោយសារតែខ្ញុំនិយាយនេះជាលក្ខណៈទូទៅវត្ថុធាតុដើមគឺបងប្អូនត្រូវរកនៅក្នុងតំបន់ដែលបងប្អូនមានមិនចាំបាច់ស្វែងរកពីណាមកទេអញ្ចឹងតំបន់ដែលបងប្អូនមានអីដាក់នឹងទៅតែគោរពគោលការណ៍របស់គេបាទអញ្ចឹងចំពោះមេជីនេះនឹងមានការប្រែប្រួលខ្ញុំថាប្រើ2លីត្រតែសម្រាប់តែវត្ថុធាតុដើមដែលខ្ញុំដាក់តែប៉ុណ្ណោះអញ្ចឹងនៅក្នុងតំបន់បងប្អូនអាចប្រែប្រួលខុសពីនឹងអាចលើសនឹងដល់3លីត្រទៅ5លីត្រឬក៏10លីត្រវាអាស្រ័យទៅលើវត្ថុធាតុដើមមួយចំនួនទៀតបាទចាំអញ្ចឹងខ្ញុំបញ្ជារៀបជូនឲ្យហ្មងថាតើវាប្រែប្រួលមិនបើសិនជានៅក្នុងនោះមានក្លិនមិនល្អក្លិនចង់ខូចនោះមានន័យថាបងប្អូនត្រូវថែមមេជីបន្តទៀតបាទគឺវាខុសគ្នាត្រង់តែប៉ុណ្្នឹងទេបាទមួយទៀតផ្លេចស្ករបាទគឺស្កររងូយើងប្រើ15គីឡូបាទបើអញ្ចឹងទាមទារការធ្វើអនាម័យខ្ពស់នៅក្នុងការផលិតបើតែខ្ញុំអត់មានអនាម័យនេះសក្តីអត់ដែលជូតវាសក្តីតែគ្របឡើងចិត្តអត់មានខ្យល់ចូលទេចឹងមិញនេះខ្ញុំនិយាយពីចំណុចទី2ទី1ទឹកទី2មេជីហើយនឹងទី3គឺយើងប្រើទឹកខ្មេះបាទទឹកខ្មេះហ្នឹងគឺខ្ញុំប្រើមួយកាននៅក្នុងធុងនេះគិតចំណុះធុងណាធុង500លីត្រនេះប្រើទឹក20លីត្រហើយសំទោសទឹក200លីត្រមេជី2លីត្រហើយនឹងទឹកខ្មេះប្រើមួយកានបាទមួយកានអាកានយើងពួកកាននេះកាននេះបាទមួយកានហ្នឹងតែជាប្រភេទទឹកខ្មេះធម្មជាតិទេណាដែលខ្ញុំប្រើហ្នឹងណាហើយបើសិនជាបងប្អូនប្រើទឹកខ្មេះគីមីព្រោះទឹកខ្មេះគីមីវា pH វា3បាទ3ជាងទឹកខ្មេះធម្មជាតិខ្ញុំវា pH វាមាន4ទៅ4កន្លះ5ឯណោះអញ្ចឹងខ្ញុំប្រើច្រើនចុះបើប្រើទឹកខ្មេះគីមីបងប្អូនប្រើតែ10ទៅ15លីត្រតែប៉ុណ្ណោះទេអត់ច្រើនទេបាទហើយបន្តមកទៀតគឺស្រាសគឺយកកម្រិតដិត35ដឺក្រេទៅ40ដឺក្រេឬលើសនឹងទៀតកាន់តែប្រសើរគឺមួយកានដូចគ្នាបាទមួយកាននេះវាចំណុះវាអត់ដល់30លីត្រទេណាបាទតែដាក់30លីត្រក៏បានដែរបាទអានេះវាចំណុះវាបើកានដែលនៅថ្មីបានតែ25លីត្រទេហើយបើដល់ពេលចេះហើយគឺបានដល់28លីត្របាទនេះកានចាស់ដែលវាយើងដាក់ទៅវារីកប៉ោងកណ្ដុងហើយណាបានដល់30លីត្របាទអញ្ចឹង
បន្តមកទៀតវត្ថុធាតុដើមដែលត្រូវដាក់ទៀតនោះគឺមានខ្ទឹមសយកមកបុកយកមកអីចឹងណាបាទគឺយើងប្រើ15ទៅ20គីឡូបាទដាក់ទៅគឺមានប្រយោជន៍ធំណាខ្ទឹមសអត់បានទេបាទហើយនឹងទី6នោះគឺរំដេងទ្រាប់បាតវាគឺប្រើ20គីឡូបាទគឺកច្រាំឬក៏បុកអីចឹងទៅធ្វើមកឲ្យម៉ត់ឲ្យខ្ទេចទៅហើយតម្លាក់ចូលទៅបាទគឺប៉ុណ្ណឹងគឺទ្រាប់បាតក្រៅពីនោះទៀតដាក់បានទៀតសូមបកក្រោយតិចមិញហ្នឹងគឺដាក់ដំបងត្រូវតែមាន6មុខហ្នឹងគឺទ្រាប់បាតមុនហើយបន្តមកទៀតមានពេលណាដាក់ពេលនោះមានពេលតែមួយដាក់ពេលតែមួយហ្នឹងក៏បានហើយថ្ងៃណាទៅឃើញវត្ថុធាតុដើមណាមួយដែលជាថ្នាំបដិសាឡិតយកមកតម្លាក់ចូលទៅចាំខ្ញុំបើកឲ្យមើលបាទចឹងវត្ថុដែលត្រូវថែមនៅក្នុងធុងនេះរហូតតពេញហើយថែមនៅពេលណាក៏បានដែរធ្វើថ្ងៃនេះស្អែកឡើងចាំដាក់ខាងស្អែកឡើងចាំដាក់មួយខែក្រោយខ្ញុំដាក់កន្លះម៉ាន់2ខែក្រោយក៏ចាំដាក់ទៀតក៏បានដែរអត់បញ្ហាទេបាទតែគ្រាន់តែដាក់ឲ្យបានច្រើនមុខពេលណាលះបានប្រើពេលហ្នឹងបាទអញ្ចឹងវត្ថុដែលត្រូវថែមគឺគោរពគោលការណ៍6មុខបាទទី1ពុលវត្ថុធាតុដើមណាដែលពុលមានដូចជាក្ដួចបាទដូចជាក្បៀសជាដើមថ្នាំជក់តែថ្នាំជក់សូមជម្រាបជូនថាកុំយកថ្នាំដែលកែច្នៃហើយថ្នាំដែលកែច្នៃហើយអាពណ៌ខ្មៅដែលគេលក់នៅផ្សារហ្នឹងអានេះគេយកទៅចំហុយអាហ្នឹងមានគ្រោះថ្នាក់ណាស់បង្កទៅជាជំងឺមហារីកសួតអញ្ចឹងបងប្អូនត្រូវរកថ្នាំដែលអត់ទាន់កែច្នៃបើទិញនៅផ្សារគឺអាគេថ្នាំដែលពណ៌រៀងសលេតណាអានឹងមានន័យថាគេគ្រាន់តែយកហាលស្ងួតហើយគេហាន់យកមកគេវេចខ្ចប់លក់យើងឬមួយទៀតដើម្បីសុវត្ថិភាពបងប្អូននៅតំបន់ដូចជាតំបន់ដែលធ្វើថ្នាំដូចនៅកញ្ចេះនៅកំពង់ចាមអីបាទហ្នឹងតំបន់ដែលគេដាំថ្នាំជក់ហ្នឹងគឺបងប្អូនទៅយកអាដើមថ្នាំដែលគេចោលហ្នឹងបាទទៅដកយកវាមកប្រើមកហើយតម្លាក់ចូលទៅកច្រាំទៅតម្លាក់ចូលទៅបាទស្លែងសូមកុំប្រើស្លែងពុលខ្លាំងណាស់អត់បានទេបាទគ្រោះថ្នាក់ណាស់បាទអញ្ចឹងអានឹងទៅជាបង្កទៅជាជំងឺវិញអញ្ចឹងយើងអត់ប្រើទេស្លែងណាបាទទំពាំងក៏ពុលដែរណាបាទអញ្ចឹងយកទំពាំងមកដាក់មកក្រពុលអាណាក្រពុលហ្នឹងយកអាហ្នឹងមកហេដូចស្អីគេដូចជាត្រៀមខេតដូចជាស្អីគេទៀតដល់ពេលរោនឹកមកនិយាយចេះនៅខត់ឃើញដល់ពេលទៅជួបបាត់ដឹងបាទពពួកស្លឹកគ្រៃពួកឯអាណាដែលយើងហាត់ទៅយើងកពុលយកអាហ្នឹងមកយកមកតម្លាក់ចូលមកបាទឈួលមិញយើងមានមួយណាខ្ទឹមណាបាទខ្ទឹមរំដេងកាលណាផ្សេងទៀតដូចជាម្រះព្រៅអីហ្នឹងស្លឹកក្រូចអាហ្នឹងអាឈួលអាណាឈួលឲ្យតែក្លិនយើងឈួលយកអាហ្នឹងមកតម្លាក់មកហឹលទី4ហឹលហ្នឹងគឺដូចជាម្ទេសដូចជាម្រេចអីហ្នឹងតែកុំប្រើច្រើនពេកអាហ្នឹងតែកាលណាប្រើច្រើនអត់ល្អវិញទេគ្រោះថ្នាក់វិញណាគឺវាក្តៅខ្លោចតំណាំយើងអញ្ចឹងមួយធុងនេះយើងប្រើតែខ្ទង់5គីឡូបានហើយបាទទី5គឺល្វីងសារធាតុល្វីងមានស្អីគេដូចជាប្រមាត់មនុស្សដូចជាប្រមាត់ខ្លាឃ្មុំដូចជាស្ដៅសំខាន់ណាបាទស្ដៅបដូលពេជ្រហ្នឹងហើយយកវាមកដាក់មកអាហ្នឹងពួកល្វីងហើយពួកជូមានអីគេទៀតដូចជាក្រូចឆ្មាអីគេ7អាណាជូយកមកដាក់មកបាទហើយនឹងមួយទៀតទី7គោលការណ៍មានតែ6ទេតែថែមមួយទៀតចតក៏សំខាន់ដែរដូចជាអីគេតកោនឹងកោហើយដូចជាអីគេស្លាបាទយកវាមកដាក់អាណាចតយកមកដាក់មកបាទហើយក្នុងនោះនៅក្នុងធុងនេះមានតាំងពីកាហ្វេបាទកាកាហ្វេយកកាហ្វេមកតម្លាក់ផ្លុកឲ្យតែអាណាដែលថាជាប្រភេទថ្នាំពុលឬក៏ថ្នាំព្យាបាលជំងឺគឺខ្ញុំយកមកដាក់បាទតម្លាក់ផ្លុកបាទចូលក្នុងហ្នឹងហើយផ្អាប់វាទៅចឹងបងប្អូនតម្លាក់វាឲ្យបានច្រើនមុខទៅហើយផ្អាប់វាចាប់ពីកន្លះខែឡើងទៅគឺបងប្អូនអាចយកវាមកប្រើបានហើយបាទហើយសម្រាប់ទឹកនេះយកមកប្រើទៅគឺប្រើក្នុងកម្រិតវា200ទៅ300 cc លាយទឹក20លីត្រក៏ប៉ុន្តែវាមិនអាចបណ្ដេញទៅលើគ្រប់ប្រភេទសត្វទាំងអស់បានទេសូមជម្រាបជូនណាបាទមិនអាចបណ្ដេញបានគ្រប់ប្រភេទសត្វទាំងអស់ទេបាទចឹងដើម្បីបងប្អូនឲ្យមានថ្នាំនេះមានប្រសិទ្ធភាពត្រូវសម្រិតវាបានមកហើយចម្រោះវាបានមកហើយបាទគឺបងប្អូនត្រូវតែយកវាទៅលាយជាមួយនឹង
สบู่เลี้ยงจานบางคนเตยโยวีแต่เลี้ยจมูกนึงสบู่เลี้ยงจานขนมมวยทงจำนอง20 ลิตรคือเลี้ยสบู่เลี้ยงจานมวยสลาเปรียมาสลาเปรียบายยังนั้นให้นั่งจมูกนั่งเปล่งชามวยสลาเปรียบายได้บาโกวิโจนี่สบู่ให้เปล่งชาให้จำจะโจจมูกนี่จำจะทั้งตึกบานเวียนเลี้ยบาจะสบู่เซ็งเปล่งชาโจเซ็งคืออดอะไรตีเปล่งชาเนาะบาให้บางคนบางเตอจังสัตบ่มพลางมีนตะใบกับเพเต้ตีมวยดังเก้ตีปีสลัดตีใบปิงเปียงกระหอมจังขนาดนี้มันมีประสิทธิภาพแต่เลือปิงเปียงกระหอมเต้มีประสิทธิภาพใต้แต่เลือปีมกเต้คือดังเก้ให้ทั้งสลัดให้สลัดก็มันแมนตู้เต้ต่างออกได้บ้ามันแมนตู้เต้ต่างออกเต้ให้บอสันเทียบกับพวกย่องบ่มพลางโดยย่องประหารโกนต่างไงย่องเตยย่องซีนั้นคือบองโอนเตาเลี้ยจมวยนั่งไปสมบัติไทยนั่งไปใบนั่งโยนเลี้ยจมวยนั่งเครื่องกรีมากระจอกเตี้ยบาสำรับทงกับไพลิบาอันนู้นประเด็นบาหน่อยบานั่งไงไทยตัวเลือซับเซ็งเตี้ยเราขยมเวียนดำแต่น้ำติดจุดได้มีนจะบล็อกติดจุดบามันชราเนี่ยด่าแต่ปลาวิเตอร์คลาโกวิมีนตัวเสด็จเพียคลาออเตอร์บ้าខ្ញុំសូមបកក្រោយតិចបាទវីដេអូយើងត្រឡប់ទៅលន់តិចព្រោះអត់មានគម្រោងហោះគម្រោងតាពីរឿងរបៀបផ្សំបាទពីវិធីធ្វើគឺយើងវត្ថុធាតុដើមដាក់ក្នុងអត់យកចេញណាឥឡូវមកដល់នេះឆ្នាំទី3អត់យកចេញនៅក្នុងហ្នឹងបាទត្រូវការពេលណាគឺសម្រាប់ប្រើមកនេះរមណីខាងក្រោមដោយសារខ្ញុំអត់មានអ្នកថតឲ្យអញ្ចឹងខ្ញុំថតម្នាក់ឯងគឺខ្ញុំច្បាច់រមណីបើកតែរមណីមកបហូតយកទឹកទៅប្រើទៅបាទពេលណាត្រូវការបានខ្ញុំច្បាច់យកប្រើអញ្ចឹងការសំណល់ទាំងអស់នៅក្នុងនេះអញ្ចឹងវាចូលឆ្នាំទី3ឯងការសំណល់ហ្នឹងអត់ទៅណានៅនឹងបាទនេះការសំណល់នេះនៅបាទអត់យកចេញទេ3ឆ្នាំឆ្នាំទី3ណាបាទនេះខាងលើស្លឹកល្ហុងបាទថែមរហូតណាហើយបើគឺនៅឈួលបាទនៅតែឈួលដដែលបាទនៅតែខ្លាំងតែជាអត់បង្ហាញយូរទេតាមមើលបាទនេះមើលនេះកាយមើលតិចបាទនេះវត្ថុធាតុដើមនេះអានេះសបកក្រូចសបកក្រូចដែលយើងហូបហ្នឹងបាទក្រូចដែលយើងហូបមកយើងអត់ចោលទេយើងទម្លាក់មកហ្មងបាទហើយយើងដើរទៅស្រែទៅអីទៅចកាទៅអីឃើញមានស្អីដាក់ហ្នឹងមកបាទដូចជាលហុងខ្វងអីបានសិតតែពួកថ្នាំបដិញសាឡាត់ទេអានេះស្លឹកលហុងស្លឹកតបែកអីបានណាយកមកដាក់មកបាទមានអីដាក់ហ្នឹងឲ្យតែប្រភេទអាណាដែលបដិញសាឡាត់បាទយកមកដាក់បានអានេះអាធុងតូចបាទនេះអាឃើញចង្អេងចង្ងាងខាងលើនេះអានេះប្រមាត់មនុស្សបាទព្រោះនៅផ្ទះខ្ញុំឃើញវាដុះច្រើនដែរអញ្ចឹងខ្ញុំយកវាមកប្រើមកបាទនេះយូរឆ្នាំដែរណាបើតែប្រមាត់មនុស្សទៅថែមប្រហែលជាប្រហែលខែនេះទេសួរថាធ្វើអញ្ចឹងវាអាចមានគ្រោះថ្នាក់អីអត់ខ្ញុំអត់ដឹងច្បាស់ដែរបាទខ្ញុំអត់ដឹងច្បាស់ថាតើវាមានបកជាផលអាក្រក់អីដល់តំណាមខ្ញុំអត់ដឹងទេតែខ្ញុំធ្វើទៅវាអត់ដែរឃើញអីបាទបើចឹងដឹងច្បាស់តើយើងយកសំណាកហ្នឹងយកទឹកថ្នាំហ្នឹងផ្ញើទៅខាងឡាបូនៅប្រទេសបារាំងនៅអីវ៉ាន់យកទៅមើលពីមេរោគណាបាទអាហ្នឹងអាចដឹងបានហើយបាទតែដល់ពេលខ្ញុំវាអត់មានលទ្ធភាពទេបាទអត់មានលទ្ធភាពធ្វើដល់ថ្នាក់ហ្នឹងណាបាទអញ្ចឹងខ្ញុំមានតែប្រើផ្ទាល់ទៅលើដំណាំទៅឃើញវាអត់អីឃើញតែបាញ់ឃើញតែអីទៅឃើញតែវាល្អបាទអញ្ចឹងក៏ចេះតែប្រើបែបហ្នឹងទៅបាទអញ្ចឹងសូមបញ្ចប់ត្រឹមហ្នឹងបាទអរគុណច្រើនបាទ